lại na không sai rồi
កម្មវិធីជាបឋមនៃពិធីស្រែកបួសខែរ៉ាម៉ាឌននៃសាសនាអ៊ីស្លាមកម្ពុជានៅឱកាសនេះខ្ញុំបានសូមអនុញ្ញាតគ្រប់អញ្ជើញចូលលើឆ្មាកម្ពុជាសូមអនុញ្ញាតគ្រប់ទូជាតិគ្រប់សូមអញ្ជើញស្រួលអិរិយាបថជាបន្តទៅទៀតគឺជាការសូត្រអល់កុរអានសូមគ្រប់អញ្ជើញអស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបរកាតុហ៍អ៊ូប៊ីលឡាហ៊ីមីនអ្ሸយฏានومن تطوع خيرا
cho là đây về ăn sọc to ba mươi nông nghiệp sang Islam Campuchia nâng thương nghiệpជាបាននិងភរិយាខ្ញុំបានមានកិត្តិយសដ៏ពងពោះបំផុតសូមសម្ដែងនៅការគិរិយកិច្ចដ៏ឧត្តមឧត្តមស្វាគមន៍យ៉ាងកក់ក្ដៅនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានដ៏មានតម្លៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាសម្ដេចគតិប្រិទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់ដែលសម្ដេចទាំងទ្វេបានចំណាយពេលវេលាផ្ដល់កិត្តិយសផ្ដល់ឱកាសមកលើកកម្លាំងចិត្តអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រែកបួសរបស់សាសនាអ៊ីស្លាមកម្ពុជាដែលរៀបចំដោយរាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជានាពេលនេះសូមស្វាគមន៍និងសូមសម្ដែងអំណរគុណចំពោះវត្តមានឯកឧត្តមលោកជំទាវលោកអុកញ៉ាភ្ញៀវកិត្តិយសជាតិអន្តរជាតិគណៈអ៊ីម៉ាំគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការលោកគ្រូអ្នកគ្រូលោកស្រីក្មួយយុវជនសិស្សនិស្សិតដែលបានចំណាយពេលវេលាអញ្ជើញមកពីទីជិតទីឆ្ងាយចូលរួមយ៉ាងជិតស្និទ្ធក្នុងពិធីស្រែកបួសនៅរាត្រីនេះសរុបចំនួន4700នាក់ដែលមានថ្នាក់ដឹកនាំសមាជិកព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលលោកអុកញ៉ាឯកឧត្តមឯកអគ្គរដ្ឋទូតរាជទូតថ្នាក់ដឹកនាំអ៊ីស្លាមសិស្សនិស្សិតយុវជនមកពី24ខេត្តនិងចំនួន2250នាក់និងនៅក្នុងរាជធានីភ្នំពេញចំនួន2450នាក់ក្នុងនេះក៏មានបងប្អូនអ៊ីស្លាមមកពីបណ្ដាប្រទេសចំនួន16ជាតិសាសន៍ចំនួន270នាក់យប់នេះថ្ងៃទី15ខែមិថុនាឆ្នាំ2017ត្រូវនឹងថ្ងៃទី20ខែរ៉ាម៉ាឌនឆ្នាំ1438មហាម៉ាត់សករាជដែលសាសនាអ៊ីស្លាមកម្ពុជាក៏ដូចជាសាសនាអ៊ីស្លាមនៅក្នុងពិភពលោកកំពុងបួសតាមអាហារតាំងពីព្រលឹមរហូតដល់ថ្ងៃលិចរយៈពេលជាង14ម៉ោងដោយមានការប្រែប្រួលតាមតំបន់ខ្លះរយៈពេល1ខែក្នុង1ឆ្នាំដែលជាកាតព្វកិច្ចទី4ក្នុងកាតព្វកិច្ចទាំង5នៃអ្នកកាន់សាសនាអ៊ីស្លាមនៅលើសកលលោកឆ្នាំនេះគឺជាឆ្នាំទី4ហើយបន្ទាប់ពីរាជរដ្ឋាភិបាលដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានសម្រេចរៀបចំកម្មវិធីស្រែកបួសថ្នាក់ជាតិចាប់ផ្ដើមពីឆ្នាំ2014តមកដែលជាកម្មវិធីមួយដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររយៈពេលដ៏យូរលង់នៅក្នុងប្រជាណាចក្រកម្ពុជាបួសបានតម្រូវលើជនមូស្លីមគ្រប់រូបឲ្យអនុវត្តទាំងចាស់ទាំងក្មេងទាំងប្រុសទាំងស្រីសូម្បីកុមារក៏ស្ថិតនៅក្នុងការបួសតាមលទ្ធភាពរបស់គេរៀងៗខ្លួនដើម្បីបួសឲ្យបានពេញលេញអ្នកបួសត្រូវតមពីការនិយាយស្ដីអាក្រក់និងតមពីការធ្វើអំពើមិនគប្បីតមពីការធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃបួសក៏ជាការដាក់ខ្លួនឲ្យស្មើភាពដោយជៀសវាងពីភាពរើសអើងឬច្រណែនឈ្នានេះចំពោះសមាជិកនៅក្នុងសហគមន៍របស់ខ្លួនដើម្បីបង្កើតនៅបរិយាកាសសហការគ្នានិងការជំរុញគ្នាឲ្យប្រព្រឹត្តនៅអំពើល្អនិងទប់ស្កាត់មិនឲ្យធ្វើអំពើអាក្រក់បួសក៏ជាការរួមសុខរួមទុក្ខជាមួយនឹងជនក្រីក្រដែលជាអ្នកខ្វះខាតការហូបចុកឬជាជនងាយរងគ្រោះបួសក៏ជាការបង្កើតឡើងនូវទំនាក់ទំនងល្អជាមួយនឹងអ្នកជិតខាងរបស់ខ្លួនដែលរស់នៅក្នុងសង្គមមិនថាជនជាតិសញ្ជាតិឬសាសនាអ្វីឡើយប្រសាសន៍របស់ព្យាការីនប៊ីមូហាម៉ាត់ថាជនណាបានផ្គត់ផ្គង់អាហារស្រ័យបួសជូនដល់អ្នកបួសជននោះត្រូវបានទទួលនៅការអភ័យទោសពីបាបកម្មរបស់ខ្លួនត្រូវបានរំដោះចេញផុតពីនរកអវិជ័យត្រូវទទួលបាននៅកុសលផលបុណ្យដូចអ្នកបួសដែរដោយមិនខ្វះកុសលជាងអ្នកបួសបន្តិចសោះឡើយរ៉ាម៉ាឌនគឺជាខែស្រោចស្រពដោយអំពើល្អរីឯអំពើអាក្រក់ដែលមានរបស់បុគ្គលម្នាក់នៅក្នុងខែនេះគឺមិនមែនដោយការជំរុញរបស់ឥទ្ធិពលណាមួយក្រៅពីខ្លួននោះទេ
ការពិតគឺដោយមហិច្ឆតាការលុបលុននិងការគឿនរបស់ខ្លួនឯងតែប៉ុណ្ណោះថ្ងៃទី20ខែរ៉ាម៉ាឌនមហាម៉ាត់សក្ការ៉ាជសាសនិកអ៊ីស្លាមបានឆ្លងបួសរួចហើយចំនួន20ថ្ងៃនៅសល់តែ10ថ្ងៃឬ9ថ្ងៃទៀតនឹងត្រូវបញ្ចប់បួសដោយអនុវត្តទៅតាមការមើលឃើញនៃកូនលោកខែនៅខ្នើតខែថ្មីខែរ៉ាម៉ាឌនឆ្នាំនេះក៏ចំផងដែរនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រជាពលរដ្ឋកម្ពុជាបានទៅបោះឆ្នោតកាលពីថ្ងៃទី4ខែមិថុនាឆ្នាំ2017ដែលបួសបាន9ថ្ងៃដែលពិតមែនហើយការបួសគឺមានការនឿយហត់ច្រើនតែបងប្អូនសាសនិកអ៊ីស្លាមកម្ពុជាយើងខ្ញុំនៅតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តទាំងអស់គ្នារួមជាមួយនឹងប្រជាពលរដ្ឋកម្ពុជាទៅបំពេញកិច្ចការរក្សាការពារនៅសុខសន្តិភាពក្នុងការបោះឆ្នោតព្រោះវាជាការបោះឆ្នោតដើម្បីសេចក្តីសុខការរីកចម្រើនរបស់ខ្លួនឯងដែលទទួលបានជោគជ័យយ៉ាងល្អប្រសើរជាទីបំផុតការដឹងគុណតបស្នងទៅនឹងសុខសន្តិភាពនិងសិទ្ធិសេរីភាពដ៏ពេញលេញដែលទទួលបានមកពីការខិតខំតស៊ូរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរបស់ថ្នាក់ដឹកនាំនិងគណៈបកប្រជាជនកម្ពុជាដែលបងប្អូនបានឆ្លើយតបទៅវិញដោយកាយវិការគាំទ្រដ៏ស្មោះស្ម័គ្រដោយការប្រើប្រាស់នៅសិទ្ធិរបស់ខ្លួននៃសន្លឹកឆ្នោតមួយសន្លឹកបោះជូនមកវិញដោយក្តីគោរពក្តីស្រឡាញ់ការដឹងគុណពេញចិត្តដែលជាក់ស្ដែងយើងពិនិត្យឃើញថានៅគ្រប់ទីកន្លែងដែលមានបងប្អូនអ៊ីស្លាមរស់នៅគឺបងប្អូនបានបោះឆ្នោតគាំទ្រជូនគណៈបកជូនសម្ដេចតេជោដែលគ្រប់គ្រងរាជរដ្ឋាភិបាលយ៉ាងច្រើនលើសលប់ដែលស្របទៅនឹងធម៌របស់អ៊ីស្លាមដែលបានឲ្យសាសនាអ៊ីស្លាមដឹងគុណទៅចំពោះអ្នកដែលបានផ្ដល់គុណូបការៈមកលើយើងដែលមិនអាចបញ្ចប់ត្រឹមឆ្នាំមុនឆ្នាំនេះឬឆ្នាំក្រោយនោះឡើយហើយក៏រំលឹកអំពីគុណដែលសម្ដេចបានកសាងឡើងជាច្រើនសន្ធឹកសន្ធាប់ខ្ញុំបាទនិងបងប្អូនតែងតែរំលឹកពីអតីតកាលដែលយើងធ្លាប់បានឆ្លងកាត់នៃសម័យកាលនីមួយៗដល់កូនចៅចំនួនក្រោយៗឲ្យបានដឹងពីរឿងរ៉ាវដែលកើតមាននៅលើអតីតកាលនៅនឹងធ្វើការប្រៀបធៀបពីសម័យកាលមួយទៅសម័យកាលមួយដើម្បីឲ្យមើលឃើញកាន់តែច្បាស់ថាសម័យកាលសម្ដេចតេជោគឺមានអ្វីៗច្រើនសម្រាប់ជាតិសម្រាប់អ៊ីស្លាមហើយក៏នៅមានសម័យនេះដូចគ្នាដែរតែក៏មានប្រទេសខ្លះមិនបានធ្វើដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរសម្ដេចតេជោសម្ដេចគតិប្រិបណ្ឌិតជាទីគោរពដ៏ពងពោះបំផុតអង្គពិធីទាំងមូលជាទីគោរពស្នេហាខ្ញុំបាទសូមការអនុញ្ញាតលើកឡើងបន្តិចខ្លីៗជាវឌ្ឍនភាពដែលមានកើតឡើងពីសម័យមុននិងសម័យសម្ដេចតេជោដូចខាងក្រោមសម័យមុននេះ500ឆ្នាំទៅ600ឆ្នាំបងប្អូនជនជាតិចាមយើងខ្ញុំត្រូវនិរទេសពីប្រទេសរបស់ខ្លួនមកជ្រកកោននៅលើទឹកដីកម្ពុជាដោយការផ្ដល់សិទ្ធិពីព្រះមហាក្សត្រនៅចំនួននោះដោយរស់នៅផ្ដុំគ្នាមិនច្រើនកន្លែងប៉ុន្មានទេមុននេះ200ឆ្នាំនៅក្នុងសម័យអាណានិគមនិយមបារាំងបងប្អូនជនជាតិចាមយើងខ្ញុំក៏ពុំទាន់ទទួលបាននូវសិទ្ធិសេរីភាពគ្រប់គ្រាន់ជាប្រជាពលរដ្ឋកម្ពុជាគឺស្ថិតនៅក្នុងជាជនភៀសខ្លួនជាអនិកជនដែលនឹមត្រួតត្រានៅក្នុងពេលនោះបានធ្វើការគៀបសង្កត់គំរាមកំហែងនិងបិទសិទ្ធិសេរីភាពអំឡុងឆ្នាំ1954ក្រោយកម្ពុជាបានទទួលឯករាជ្យបងប្អូនអ៊ីស្លាមបានទទួលនូវការផ្ដល់សញ្ជាតិនៅទូទាំងប្រទេសចូលជាសញ្ជាតិកម្ពុជាដែលកាន់សាសនាអ៊ីស្លាមដោយយើងហៅថាខ្មែរអ៊ីស្លាមដែលជាព្រះប្រទានពីព្រះមហាក្សត្រព្រះសម្ដេចព្រះបរមរតនកោដ្ឋដែលយើងខ្ញុំបានទទួលសិទ្ធិសេរីភាពដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅតែពុំមានពេលនោះក៏មិនទាន់មានបងប្អូនធ្វើជាមន្ត្រីរាជការនៅក្នុងរាជរដ្ឋាភិបាលថ្នាក់ជាតិឬថ្នាក់ក្រោមជាតិប៉ុន្មានអ្នកនោះទេឆ្នាំ1970 1975បងប្អូនខ្មែរអ៊ីស្លាមយើងក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅដែលកាន់សាសនាគ្រប់គ្នាទាំងអស់សុទ្ធតែបានទទួលរងគ្រោះនៅសង្គ្រាមភ័យខ្លាចនិរាសព្រាត់ប្រាសស្លាប់បែកបាក់គ្នាបាត់បង់នៅទ្រព្យសម្បត្តិ
ដោយសារតែក្របបែកក្របខ្លោងក្របកំភ្លើងដែលនាំមកដោយការដឹកនាំរបស់របបលោកសេនាប្រមុខលន់នល់បាត់បង់នៅការគោរពសក្ការៈលើវិស័យសាសនានៅពេលខ្លះដែលមានភាពបឹកបោរឆ្នាំ1975-79រយៈពេល3ឆ្នាំ8ខែនិង20ថ្ងៃបងប្អូនសាសនិកអ៊ីស្លាមយើងខ្ញុំក៏ដូចជាបងប្អូនប្រជាប្រដ្ឋកម្ពុជាទូទៅបានរស់នៅក្នុងរបបបល្ល័យពូជសាសន៍ប៉ុលពតដែលជាគុកឥតជញ្ជាំងរស់នៅដោយភ័យខ្លាចរាល់ថ្ងៃអត់អាហារហូបចុកគ្រប់គ្រាន់ធ្វើការយ៉ាងទម្ងន់មានការកាប់សម្លាប់ហើយវិស័យសាសនាក៏ត្រូវបានបំបិទយ៉ាងស្រុងគឺគ្មានឱកាសណាមួយអាចបំពេញបានឡើយប្រជាពលរដ្ឋបានស្លាប់រាប់លាននាក់នៅក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979ដំណើរពីផ្លូវដ៏លំបាកលំបិនមកដល់ពេលនេះអ៊ីស្លាមយើងខ្ញុំមានអ្វីជាច្រើនពីចំណែកនៃប្រទេសដែលបានវិលត្រឡប់មករកសុខសន្តិភាពនិងការអភិវឌ្ឍដែលយើងមិនអាចកុហកខ្លួនឯងបាននោះទេនៃការប្រែប្រួលពីកំណើននៅសមិទ្ធផលជាច្រើនដោយផ្សិតដែលមាននៅក្នុងបច្ចុប្បន្ននៅលើទឹកដីនៃប្រជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលមានគោលនយោបាយរបស់គណៈបកប្រជាជនកម្ពុជាបានคล้ายទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអ៊ីស្លាមបានទទួលនូវគោលនយោបាយគាំពៀលើកតម្កើងលើកកម្ពស់មានសិទ្ធិសេរីភាពដោយសាសនានានាដែលរស់នៅបានដោយសុខដុមនីយកម្មបងប្អូនពិតជាបានដឹងហើយនៅការផ្ដល់អ្វីពីរាជរដ្ឋាភិបាលមកដល់បងប្អូនអ៊ីស្លាមយើងខ្ញុំទាំងអស់គ្នាបើខ្ញុំនឹងរៀបរាប់នឹងត្រូវចំណាយរយៈពេលរាប់ម៉ោងសឹងតែរាប់មិនអស់តែនៅពេលនេះខ្ញុំបាទចង់រំលឹកតែរឿងមួយគឺការផ្ដល់ជូនគ្រូបង្រៀនអ៊ីស្លាមបានចូលក្នុងក្របខ័ណ្ឌរបស់ក្រសួងអប់រំយុវជននិងកីឡាចំនួន 1500 នាក់និងគ្រូជាប់កិច្ចសន្យាចំនួន176នាក់ទទួលបានប្រាក់បៀវត្សហើយដែលកន្លងមកនេះគឺជាកង្វល់មួយដ៏ធំសម្រាប់សាសនាអ៊ីស្លាមនៅទូទាំងប្រទេសហើយដែលត្រូវបានដោះស្រាយដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីគឺបានបំបត្តិនៅទុក្ខកង្វល់ទាំងអស់នោះដែលប្រជាពលរដ្ឋសហគមន៍អ៊ីស្លាមមាតាបិតាលោកគ្រូអ្នកគ្រូសិស្សានុសិស្សសុទ្ធតែទទួលបាននៅចំណែកនៃអត្ថប្រយោជន៍ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់ជូនមកនេះខ្ញុំបាទយើងខ្ញុំមានមោទនភាពនិងសូមគោរពអរគុណចំពោះសម្ដេចដែលជាប្រមុខរាជរដ្ឋាភិបាលនិងកំពុងលើកកម្ពស់យកចិត្តទុកដាក់ដោះស្រាយជូននៅរាល់សំណូមពរទាំងឡាយដែលអ៊ីស្លាមកម្ពុជាបានស្នើសុំដោយផ្ដល់នៅការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតខ្ញុំបាទជួសមុខឲ្យសហគមន៍អ៊ីស្លាមកម្ពុជាសូមគោរពអរគុណចំពោះរាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីដែលបានគិតគូរបំផុតសម្រាប់ប្រជាពលរដ្ឋអ៊ីស្លាមយើងខ្ញុំទាំងអស់គ្នាជាបន្តបន្ទាប់ជារៀងរហូតតមកបងប្អូនអ៊ីស្លាមក៏ដូចជាបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងទូទៅនៅតែចងចាំថាអ្វីដែលត្រូវមានមុនគេបង្អស់គឺសុខសន្តិភាពនេះឯងទើបមានអ្វីជាបន្តជាក្រោយហើយចងចាំជានិច្ចថាសុខសន្តិភាពគឺបានមកដោយការធ្វើពលិកម្មតស៊ូខិតខំរបស់សម្ដេចតេជោរបស់អិសរាជជនជាតិគ្រប់ជំនាន់គ្រប់ជាន់ថ្នាក់នៃគណៈបកប្រជាជនកម្ពុជាដែលនាំមកឲ្យយើងទាំងអស់គ្នាបានក្តីសុខក្តីសប្បាយនិងបានបំពេញនៅកាតព្វកិច្ចគោរពប្រតិបត្តិនៅជំនឿសាសនាដោយក្តីសប្បាយរីករាយដូចសពថ្ងៃពិសេសយើងបានមកជួបជុំញ៉ាំអាហារស្រែកបួសនៅថ្ងៃនេះជាមួយសម្ដេចតេជោសម្ដេចគតិប្រិទ្ធបណ្ឌិតនិងឯកឧត្តមលោកជំទាវលោកស្រីលោកអុកញ៉ានិងក្មួយសិស្សានុសិស្សទាំងអស់នៅក្នុងពិធីដ៏អធិកអធមនេះខ្ញុំបាទយើងខ្ញុំពិតជាមានមោទនភាពណាស់ដែលទទួលបាននៅមេដឹកនាំប្រទេសដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដែលបានធ្វើឲ្យសុខដុមនីយកម្មដោយសម្ដេចតេជោដែលយើងទាំងអស់គ្នា
បដិញ្ញាបន្តការគ្រប់គ្រងសម្ដេចតេជោធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗទៀតមុននឹងបញ្ចប់ខ្ញុំបាទសូមបួងសួងចំពោះអល់ឡោះសូមមេត្តាផ្ដល់ជូនសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតនៅសុខភាពល្អបរិបូរណ៍អាយុយឺនយូរកម្លាំងមាំមួនប្រាជ្ញាឈ្លាសវៃប្រកបដោយគតិបណ្ឌិតដើម្បីបន្តការដឹកនាំប្រទេសរក្សានៅសុខសន្តិភាពសុវត្ថិភាពស្ថិរភាពនិងសេចក្តីចម្រុងចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជាជារៀងរហូតតទៅកំបីឃ្លៀងឃ្លាតឡើយហើយក៏សូមឲ្យអល់ឡោះផ្ដល់ជូនដល់ក្រុមគ្រួសារមេត្តាបុត្រាបុត្រីចៅប្រុសចៅស្រីទាំងអស់របស់សម្ដេចទាំងទ្វេក៏ស្ថិតនៅក្នុងភាពដូចគ្នាតែមួយជាមួយសម្ដេចជារៀងរហូតតទៅដែរសូមអល់ឡោះមេត្តាផ្ដល់ជូនឯកឧត្តមលោកជំទាវលោកអុកញ៉ាភ្ញៀវកិត្តិយសជាតិអន្តរជាតិគណៈអ៊ីម៉ាំគ្រប់លំដាប់ថ្នាក់លោកគ្រូអ្នកគ្រូលោកស្រីក្មួយយុវជនសិស្សនិស្សិតទាំងអស់មេត្តាទទួលបាននូវសុខភាពល្អបរិបូរណ៍អាយុយឺនយូរកំបីខានឡើយសូមឲ្យអល់ឡោះមេត្តាទទួលយកផងចុះនៅកុសលផលបុណ្យទាំងឡាយរបស់បងប្អូនមូស្លីមដែលបានប្រតិបត្តិនៅក្នុងខែរ៉ាម៉ាឌនគ្រប់គ្នាកំបីអខានឡើយហើយក៏សូមជូនពរចំពោះបងប្អូនដែលបានអញ្ជើញមកពីគ្រប់រាជធានីខេត្តទាំងអ្នកនៅឆ្ងាយទាំងអ្នកនៅជិតសូមឲ្យបានវិលត្រឡប់ប្រកបដោយសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាកំបីខានឡើយសូមអរគុណជាបន្តទៅទៀតខ្ញុំបាទសូមអនុញ្ញាតគ្រប់អញ្ជើញអាដាមអាំចាត់អាលីសាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉ាគីស្ថានប្រចាំកម្ពុជាថ្លែងសន្ទរកថាសូមគោរពអញ្ជើញBismillahirrahmanirrahim. In the name of Allah, most gracious and most merciful. Excellency Samdek Akamo Hassanai Padai Teku Hun Sen, Prime Minister of the Kingdom of Cambodia, Samdek Kitiprit Pindit Bun Rani Hun Sen, Excellencies Deputy Prime Ministers, Senior Ministers and Ministers, Excellency Rex Sukan, Senior Minister, Minister for Foreign Affairs and International Cooperation, distinguished members of the National Assembly and Senate, Excellency Uthman Hassan, Excellencies Ambassadors, Okniaz Lok Chamteo, distinguished guests, ladies and gentlemen. ក្នុងនាមព្រះអល់ឡោះមហាបរិសុទ្ធមហាមេត្តាករុណាសូមគោរពសម្ដេចអគ្គសេនាបតីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីឯកឧត្តមប្រាក់សុខុមទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមលោកជំទាវសមាជិករដ្ឋសភានិងប្រសិទ្ធិឯកឧត្តមអុកញ៉ាអ៊ូស្មាហាសាន់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាភ្ញៀវកិត្តិយសជាតិអន្តរជាតិលោកស្រីនិងនាងកញ្ញាជាទីគោរព On behalf of the Muslim ambassadors and on my own behalf, I have the privileged honor to deliver a speech on this auspicious occasion of the 21st day of the holy month of Ramadan as the Dean of the Muslim ambassadors to the Kingdom of Cambodia. ក្នុងនាមឯកអគ្គរដ្ឋទូតមូស្លីមនិងខ្ញុំមានផ្ទាល់ខ្ញុំមានកិត្តិយសបំផុតដែលបានមកថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនៅថ្ងៃទី21នៃពិធីអំណត់បួសរ៉ាម៉ាឌនក្នុងនាមប្រិទ្ធបរិះនៃឯកអគ្គរដ្ឋទូតមូស្លីមប្រចាំនៅប្រជាជាតិកម្ពុជា I would like to avail this opportunity, Excellency, to extend my heartiest appreciation and special thanks to Excellency Samdek Akamo Hassanai Padai Teku Hun Sen, Prime Minister of the Kingdom of Cambodia, for taking the initiative
to host the iftar dinner for the Cambodian Muslim community along with the diplomatic corps. ខ្ញុំសូមឆ្លៀតយកឱកាសនេះសម្ដែងនូវការគោរពអបពីដួងចិត្តនិងសូមថ្លែងអំណរគុណជាពិសេសចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលបានព្រួយដើមរៀបចំមហាស្រ័យបូអ៊ីស្ទ័រសម្រាប់សហគមន៍មូស្លីមកម្ពុជាជាមួយមន្ត្រីការទូតនិងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា Excellency, this event is attended by the cabinet ministers, members of the parliament, senate and senior officials of the royal government of Cambodia. សហគមន៍មូស្លីមកម្ពុជានិងឯកអគ្គរដ្ឋទូតមូស្លីមសូមគាំទ្រនិងកោតសរសើរយ៉ាងខ្លាំងក្លាចំពោះសកម្មភាពដ៏ឧត្តមឧត្តមនេះ The Cambodian Muslim community and Muslim ambassadors tremendously appreciate this great gesture. Excellency, in memorable history, there was never an iftar dinner hosted at the state level in Cambodia. This credit goes to you, the Muslims in Ambassador. The Muslims in Cambodia highly appreciate this great gesture and full of admiration for you and for your government. Excellency, Honorable Prime Minister, distinguished guests, ladies and gentlemen, it has been my fourth iftar dinner to attend being hosted by Prime Minister. During my last 4 years stint in Cambodia, I can say with confidence that the Muslim community extends valuable contribution side by side with other cults and minorities in the promotion of interfaith harmony. The Muslims in Cambodia take immense pride to be Cambodians. Cambodia can proudly claim to be a role model for other countries in the region to follow in the context of peaceful coexistence, tolerance and cooperation among its Muslims and non-Muslim communities. សម្ដេចតេជោភ្ញៀវកិត្តិយសជាតិអស់លោកស្រីជាទីគោរពឆ្នាំនេះជាលើកទី4ហើយដែលខ្ញុំបានចូលរួមពិធីអាហារស្រ័យបួនដែលរៀបចំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងកំឡុងពេល4ឆ្នាំនៃការសម្ដែងចុងក្រោយនៅប្រទេសកម្ពុជាខ្ញុំអាចនិយាយដោយមោទនភាពថាសហគមន៍មូស្លីមបានចូលរួមប្រកបដោយគុណតម្លៃជាមួយនឹងវប្បធម៌និងជនជាតិភាគតិចដទៃទៀតក្នុងការលើកកម្ពស់សុខដុមនីយកម្មអន្តរជំនឿសមាជិកមូស្លីមកម្ពុជាមានអំណួតបំផុតដែលបានកើតជាសញ្ជាតិកម្ពុជាប្រទេសកម្ពុជាអាចប្រកាសដោយអំណួតថាជាគំរូដ៏ល្អសម្រាប់ប្រទេសដទៃទៀតនៅក្នុងតំបន់ឲ្យអនុវត្តតាមបរិបទនៃសន្តិភាពសហវិជ្ជមានអំណត់និងសហប្រតិបត្តិការក្នុងចំណោមសមាគមមូស្លីមរបស់ខ្លួននិងសមាគមមិនមែនមូស្លីម Excellency Prime Minister, the recent communal elections held in the Kingdom of Cambodia overwhelmingly demonstrated trust and confidence in the government of Prime Minister Samdech Hun Sen for the provision of basic amenities as Dean of the Diplomatic Corps and also as Dean of the Muslim Ambassadors. I take this opportunity to extend our heartiest congratulations to your government and your administration for holding peaceful and successful communal elections. សម្ដេចតេជោនាយករដ្ឋមន្ត្រីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់លាស់ពីទំនុកចិត្តភាពជឿជាក់ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានផ្ដល់នូវភាពសម្បូរសប្បាយដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលក្នុងនាមប្រតិបត្តិនៃមន្ត្រីការទូតនិងក្នុងនាមប្រតិបត្តិនៃឯកអគ្គរដ្ឋទូតមូស្លីមខ្ញុំសូមយកឱកាសនេះសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងរដ្ឋបាលគ្រប់គ្រងរបស់សម្ដេចដែលបានរៀបចំការបោះឆ្នោតឃុំសង្កាត់ប្រកបដោយសន្តិភាពនិងជោគជ័យ Excellencies, distinguished guests, it is heartening to note that Prime Minister Samdech Hun Sen has now made it an annual event to host an iftar dinner for the Muslims of Cambodia. Indeed, Mr. Prime Minister, you have kept your promise. I am confident that this goodwill gesture will continue in the future. I am happy to note that this special event is graced by the ministers, members, parliament, senate and senior government officials. អាដាមលោកជំទាវអស់លោកស្រី
យើងត្រូវចងចាំមិនឲ្យកុំភ្លេចថាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីស្រាយពួរសម្រាប់មូស្លីមកម្ពុជាខ្ញុំមានជំនឿចិត្តយ៉ាងមុតមមកាយវិការដ៏ល្អនេះនឹងបន្តនាពេលអនាគតខ្ញុំសូមបញ្ជាក់ថាព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះគឺជាក្តីអាណិតស្រឡាញ់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រតិសមាជិកប្រសិទ្ធិរដ្ឋសភានិងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា At the end, Mr. Prime Minister, allow me to wish you, Samdek Prime Minister Hun Sen, Samdek Kriti Prit Bindit Bunrani, 4 gems of the Buddhist blessings, longevity, nobility, good health and prosperity. I wish everyone a good Ramadan, Ramadan Kareem, Assalamu alaikum and thank you very much. នាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងសម្ដេចកតេប្រមនិតប៊ុនរនីហេសែនសូមមេត្តាទទួលបាននូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លីឃ្លាតឡើយនិងសូមជូនពរដល់អង្គពិធីទាំងមូលមេត្តាទទួលបានសេចក្តីសុខពីរ៉ាម៉ាដនការីសូមអរគុណ